បាទហើយបាទហ្នឹងហើយជំរាបសួរលោកពូថ្ងៃហ្នឹងក្រុមខ្ញុំក្រុមទី5មានបទបង្ហាញ present មួយនិយាយពីមុខជា business plan development field research លោកគ្រូហើយសមាជិករបស់ខ្ញុំមាន7នាក់មានធីរុំមានដាលីសមានសំអឿនមានលក្ខណាមានអាលីកាសំអឿនប៊ុនសឿងហើយនឹងខ្ញុំslide ទី1អត់មានអីច្រើនទេចាំមើល slide ទី2យើងនឹងចូលលម្អិតទៅកាន់ topic ដែលយើងធៀមនឹងនិយាយតិចទៀតនេះបាទហ្នឹងហើយយើងប្រធានបទយើងគឺតកតឹងសំខាន់ទៅលើនិយាយអំពីយើងបើកក្រុមហ៊ុនមួយហ្នឹងហើយគឺក្រុមហ៊ុនសាច់អាំងបែប street food និយាយពីក្រុមហ៊ុនហ្នឹងឈ្មោះ Nightbit Street Food Business Plan គឺយើងចង់ណែនាំថាbusiness ហ្នឹងគឺផ្ដោតសំខាន់ទៅលើសាច់អាំងម្ហូបអាហារលួចរបៀបបែបខ្នុរប៉ុន្តែវាជាភោជនីយដ្ឋានមួយដែលមានស្តង់ដារមានបុគ្គលិកមានអីច្រើនព្រោះប្រាក់ចំណូលដែលយើងបង្កើតហ្នឹងគឺ business បែបមធ្យមគឺមានប្រាក់ចំណូលច្រើនជាង business បែបដូចតាចទូទៅហ្នឹងហើយអាចខ្នាតមធ្យមទៅខ្នាតធំហ្នឹងហើយហើយទីតាំងវានេះដែរគឺនៅទួលទំពង់យើងផ្ដល់សេវាកម្មគឺទៅលើសាច់អាំងដែលមានគុណភាពខ្ពស់មានរសជាតិឆ្ងាញ់លឿនហើយតម្លៃសមរម្យហ្នឹងហើយទៅយើងក៏មាន outline plan ជាមួយនឹងយុទ្ធសាស្ត្រនានាដើម្បីឲ្យក្រុមហ៊ុនយើងមានការរីកចម្រើនលូតលាស់ហើយនឹងទីផ្សារនៅក្នុង street food ហ្នឹងនាំមុខគេនៅក្នុងប្រទេសកម្ពុជាហ្នឹងហើយ slide ខ្ញុំតែប៉ុណ្្នឹងទេឥឡូវចូលមកកាន់ slide បន្ទាប់គឺចំណុចរបស់ពួកម៉ាក់ខ្ញុំគឺប៊ុនសឿអរគុណជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទខ្ញុំសុំប៊ុនសឿមកពីក្រុមទី5ដែលចូលមកដល់ចំណុចនេះដែរនិយាយតទៅជាមួយនឹង business overview and mission និយាយតទៅនឹងទស្សនវិជ្ជាទូទៅនៃអាជីវកម្មចំពោះចំណុចនេះដែរនិយាយទៅលើតទៅជាមួយនឹង business concept ហ្នឹងគឺយើងមានឯកទេសដឹងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថានៅក្នុងអាជីវកម្មមួយតែងតែមាន concept ឬមួយក៏អីដែលផ្សេងដែលធ្វើឲ្យ attraction អតិថិជនអញ្ចឹងធ្វើឲ្យអតិថិជនគាត់ថៃរបស់គាត់មិនអីមិនអញ្ចឹងទៅធ្វើឲ្យអតិថិជនហ្នឹងគាត់តាក់ទាញឲ្យគាត់ចង់មកញ៉ាំនៅកន្លែងយើងអញ្ចឹងតាក់ទងជាមួយនឹងbusiness concept ហ្នឹងនិយាយដឹងស្រាប់ថានៅក្នុងអាជីវកម្មមួយនេះដែរគឺលក់ជាមួយនឹងសាច់អាំងហើយក៏ជាប្រភេទសាច់អាំងដែលមានរសជាតិឆ្ងាញ់ដែលប្រើជាមួយនឹងបន្លែឬមួយក៏សាច់ដែលមានគុណភាពអត់យកផលិតផលឬមួយក៏អីដែលយកមកលក់ទៅវាជាប្រភេទរបស់សល់ឬមួយក៏ expire ចឹងទៅហើយមួយវិញទៀតតកតងជាមួយនឹង location នៅក្នុង business នេះដែរគឺពួកខ្ញុំបានជ្រើសរើសជាមួយនឹងទីតាំងមួយដែលអាចប្រមាណមើលថាអាជីវកម្មនឹងអាចដំណើរការបានដោយសារតែខ្ញុំដាក់នៅខាងទូតពងផ្សារទូតពងអញ្ចឹងមូលហេតុដែលពួកខ្ញុំជ្រើសរើសយកទីតាំងនៅទូតពងដោយសារតែនៅហ្នឹងវាជាតំបន់ទីប្រជុំជនហើយសម្បូរទៅដោយអ្នកដែលភាគច្រើនគាត់ធ្វើការយប់ដែរនៅម្ដុំហ្នឹងអញ្ចឹងគាត់អាចចេញពីធ្វើការគាត់ឃ្លានគាត់អីចឹងទៅគាត់អាចមកញ៉ាំនៅកន្លែងហ្នឹងហើយមួយវិញទៀតតកតងជាមួយនឹងmission statement តកតងជាមួយនឹងmission statement ហ្នឹងដែរmission statement ហ្នឹងដែរនិយាយតកតងទៅនឹងការផ្ដល់ជូនសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់តម្លៃសមរម្យហើយជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អយ៉ាងពិតប្រាកដអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុង business ណាមួយទោះបីជាថាចង់ម្ហូបនឹងឆ្ងាញ់
ឬមួយក៏មិនឆ្ងាញ់គាត់តែងតែមាន concept ផ្សេងៗគ្នាអ្នកខ្លះ business របស់គាត់អត់ម្ហូបគាត់អត់ឆ្ងាញ់ទេប៉ុន្តែការ decor របស់គាត់គឺល្អអញ្ចឹងអតិថិជនខ្លះគាត់ឃើញល្អហើយសេវាកម្មល្អគាត់អាចជាចូលទៅនឹងហើយមួយវិញទៀតអ្នកbusiness ខ្លះដោយសារតែសប្តាហ៍ថ្ងៃជាទីផ្សារសេរីអញ្ចឹងbusiness ខ្លះគាត់គាត់មកហូបគាត់ឆ្ងាញ់ហើយអីឆ្ងាញ់ទាំងអស់បរិយាកាសគាត់ល្អប៉ុន្តែបើសិនជាក្នុងករណីដែលថាភ្ញៀវបុកទៅច្រើនហើយមានផ្នែកសេវាកម្មហ្នឹងគាត់មុខមិនស្រស់អត់រីករាយអត់ friendly ដាក់អតិថិជនអញ្ចឹងអតិថិជនដឹងស្រាប់ហើយថាបច្ចុប្បន្នជាទីផ្សារសេរីអញ្ចឹងគាត់អត់អាចនៅជាមួយយើងបានទេគឺអត់មានពាក្យថាអតិថិជនចាស់អតិថិជនថ្មីទេគឺគាត់សឹងថា 90% គឺគាត់រត់ចោលbusiness របស់យើងហើយអញ្ចឹងយើងរងថ្ងៃគឺយើងពឹងជាមួយនឹងអតិថិជនអ្នករកចំណូលឲ្យយើងអញ្ចឹងចំពោះ business របស់ពួកខ្ញុំនេះដែរគឺផ្ដោតទៅលើសេវាកម្មផងដែរលក់ផ្នែកសេវាកម្មផងដែរគឺផ្នែកសេវាកម្មមានភាពរលាយរាក់ទាក់ហើយជាមួយនឹងផលិតផលដែលម្ហូបភាគច្រើនមិនភាគច្រើនគឺថាអត់លក់របស់ដែលសល់ឬមួយក៏ expire គឺនាំចូលតែស្រស់ៗសូមឆ្លើយបន្ទាប់ចូលមកដល់ចំណុចមួយនេះដែរនិយាយតកតងជាមួយនឹងmake it opportunity unit selling point ដែលតកតងជាមួយនឹងmake it grow make it grow ហ្នឹងនិយាយទៅលើតម្រូវការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់អាហារតម្រូវការកើនយ៉ាងឆាប់រហ័សសម្រាប់អាហារតាមចិញ្ចើមផ្លូវមានរសជាតិឈ្ងុយឆ្ងាញ់និងតម្លៃសមរម្យជាមួយនឹងដៃគូប្រកួតប្រជែងដោយផ្ទាល់ហើយ slide របស់ខ្ញុំអស់ហើយឥឡូវសូមឲ្យមិត្តភ័ក្ដិខ្ញុំបន្ទាប់ហ្នឹងហើយជាដំបូងសូមជម្រាបសួរដល់លោកគ្រូហើយក៏សួស្តីអ្នកទាំងគ្នាខ្ញុំឈ្មោះខ្ញុំពីក្រុមទី5មកបន្ទាប់មួយមិត្តរួមក្រុមរបស់ខ្ញុំដែលនិយាយអំពី market opportunity unique selling point ដែលចំណុចរបស់ខ្ញុំផងដែរគឺគេនិយាយអំពីឱកាសនៃការបង្កើតការលក់ឲ្យមានឲ្យ grow up ជាងមុនអីចឹងហើយនឹងចំណុចពិសេសដែលធ្វើឲ្យការលក់នោះមានលក្ខណៈកើនឡើងអញ្ចឹងទីដំបូងហ្នឹងគឺកំណើនទីផ្សារអញ្ចឹងយើងផ្ដោតទៅលើទីផ្សារដោយសារតែតំបន់ទូកំពង់ហ្នឹងគឺជាតំបន់ដែលមនុស្សរស់នៅច្រើនអញ្ចឹងហើយបានធ្វើឲ្យយើងនឹងជ្រើសរើសទីតាំងហ្នឹងដោយសារវាងាយស្រួលនឹងរកស៊ីអញ្ចឹងនៅពេលដែលមានមនុស្សរស់នៅច្រើនយើងទៅរកស៊ីកន្លែងហ្នឹងធ្វើឲ្យយើងនឹងមានឱកាសអាចនិយាយថាប្រកប្រាក់ចំណូលហើយនឹងធ្វើទីផ្សារបានលឿនអញ្ចឹងយើងត្រឹមធ្វើទីផ្សារតាមការលក់របស់យើងទេតែយើងអាចធ្វើតាមរយៈការផុសអីផ្សេងឬមួយក៏គេឲ្យ feedback អីយើងផ្សេងអញ្ចឹងទៅហើយបើសិនជាផលិតផលយើងនឹងវាមានលក្ខណៈវាមានគុណភាពល្អអញ្ចឹងមានន័យថាទីផ្សាររបស់យើងនៃការលក់សាច់របស់យើងនឹងវាកាន់តែល្អប្រសើរឡើងមិនថាទៅនៅភ្នំពេញទេសូម្បីតែដៃគូនៃជុំវិញនឹងអ្នកលក់ចិត្តនឹងអាចនឹងស្តៀងនឹងក៏អាចលួចឈ្នះយើងបានដែរដោយសារតែរបស់យើងល្អការធ្វើទីផ្សារល្អserviceល្អទីតាំងដែលយើងរើសនឹងវាងាយស្រួលនឹងអាចនឹងទិញស្រួលអីអញ្ចឹងទៅហើយយើងលឿនលះអញ្ចឹងដៃគូសហការរបស់យើងវាអត់ងាយនឹងឈ្នះយើងឯងហើយទៀតចំណុចនោះគឺថាសំណានៃការលក់តែមួយគិតនឹងបើយើងនិយាយឲ្យផុតទៅ unit selling មានន័យថាគ្រឿងផ្សំរបស់យើងមានគុណភាពល្អទី2រសជាតិរបស់យើងនឹងmarinade ហ្នឹងដែលមានន័យថាទឹកដែលយើងប្រឡាក់គ្រឿងជាមួយនឹងសាច់របស់យើងហ្នឹងរបៀបថាទាំងបន្លែទាំងសាច់អញ្ចឹងមានន័យថានៅពេលដែលយើងធ្វើអីមួយផលិតផលរបស់យើងនឹងអត់មានក្លិនទេអញ្ចឹងធ្វើឲ្យនៅពេលដែលយើងបង្កើតproduct ឲ្យភ្ញៀវមានន័យថា product ហ្នឹងវាល្អហើយ
ធ្វើឲ្យវានឹងមានរសជាតិអីចឹងទៅអត់មានអញនិយាយមកថាអត់មានផលប៉ះពាល់ខ្លាំងអីចឹងឯងដោយសារតែយើងបានព្រៀងទុកអស់ហើយអញ្ចឹងណាហើយមួយទៀតតម្លៃសមរម្យនិងសេវាកម្មអាហារអញ្ចឹងទីផ្សារយើងលក់ដាច់យើង unit sale អញ្ចឹងមានន័យថា everything is better than អ្នកនៅជុំវិញនឹងអីចឹងទៅអញ្ចឹងមានន័យថាជំរឿដែលគាត់ជ្រើសរើសហ្នឹងគឺជាជំរឿដែលគាត់ចង់បានអញ្ចឹងមានន័យថាយើងផ្ដល់ឲ្យគាត់អញ្ចឹងអ្នកទិញ need ហើយយើងអ្នកផ្ដល់ឲ្យអញ្ចឹងអាចនិយាយថា demand ហើយនឹង supply យើងអញ្ចឹងទៅហើយចំណុចខ្ញុំអស់ហើយតែប៉ុណ្្នឹងឯងឲ្យមិត្តភក្តិខ្ញុំបន្ទាប់ សម្រាប់ចំណុចរបស់ខ្ញុំនិយាយតាក់ទងទៅនឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ហាងសម្រាប់ចំណុចខ្លាំងរបស់ហាងវិញតាក់ទងទៅនឹងលើរសជាតិធ្វើម៉េចឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ដល់ពេលដែលគេមកញ៉ាំអញ្ចឹងគេចង់មកញ៉ាំម្ដងទៀតហើយសម្រាប់សេវាកម្មក៏អញ្ចឹងដែរត្រូវមានភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់ចំពោះភ្ញៀវហើយចំណុចខ្សោយគឺតាក់ទងទៅនឹងទំហំសាច់របស់ហាងគឺមានទំហំតូចឡើយដូចភ្ញៀវខ្លះគាត់មកអញ្ចឹងគាត់ចង់បានទំហំរៀងធំអញ្ចឹងគឺខាងហាងគាត់អត់ទាន់មានឲ្យពួកគាត់ទេសុខមានស្លាយបន្ទាប់សម្រាប់ចំណុចបន្ទាប់product portfolio and pricing ហ្នឹងនេះគឺជាតម្លៃម្ហូបនៅក្នុងហាងរបស់គាត់ដែលសាច់គោហ្នឹងតម្លៃដើម2រៀលកន្លះដែលគាត់លក់ចេញក្នុងតម្លៃ5រៀលហើយនឹងសាច់មាន់តម្លៃថ្លៃដើមគាត់$2គាត់លក់ចេញនៅក្នុងតម្លៃ$4ហើយនឹងសាច់ជ្រូកថ្លៃដើមរបស់គាត់1រៀល80គាត់លក់ចេញក្នុងតម្លៃ3រៀល$60សុខមានស្លាយបន្ទាប់សម្រាប់color and marketing strategy ហ្នឹងចំណុចទី1 customer acquisition គឺតាក់ទងទៅនឹងការតាក់ទាញអតិថិជនធ្វើម៉េចដើម្បីឲ្យព័ត៌មានបានទៅដល់អតិថិជនតាមរយៈsocial media ឬក៏តាមរយៈinfluencer ដែលល្បីៗឬក៏ការឲ្យពួកគាត់មកភ្លក់ដល់ហាងជាដើមអីចឹងទៅហើយសម្រាប់ទី2 customer retention ចំណុចទី1ហ្នឹងគឺloyalty program គឺការទិញមួយ free មួយឬក៏ការបញ្ចុះតម្លៃទៅលើមុខម្ហូបណាអញ្ចឹងហើយទី2 seasonal menu update ការណែនាំមុខម្ហូបថ្មីឬក៏ទឹកជ្រលក់ថ្មីឲ្យទៅដល់អតិថិជនអញ្ចឹងទៅហើយសម្រាប់ចំណុចបន្ទាប់ personal service គឺយើងបម្រើគាត់តមួយនឹងមួយគឺចង់និយាយថាយើងអត់អាចទៅបម្រើអ្នកផ្សេងបានទេគឺយើងចាំតែបម្រើគាត់តែម្នាក់គាត់ដោយសារតែគាត់បានជ្រើសរើសនៅសេវាកម្ម personal service របស់យើងអញ្ចឹងហើយសម្រាប់ចំណុចមួយទៀត VIP discount ចំណុចហ្នឹងបើភ្ញៀវណាគាត់មកគាត់មានការ VIP អញ្ចឹងគឺគាត់មានការបញ្ចុះតម្លៃហើយសម្រាប់ចំណុចទី3 market expansion តាក់ទងទៅនឹងការបន្ថែមមុខម្ហូបថ្មីទៅកាន់ហាងឬក៏ការពង្រីកសាខាបន្ថែមទៀតនិងសហការជាមួយ app ដឹកជញ្ជូនម្ហូបអាហារដូចជា Wow Now ឬក៏ Food Panda ឬក៏ Grab ជាដើមអញ្ចឹងទៅដើម្បីស្រួលដល់អតិថិជនដែលពួកគាត់នៅឆ្ងាយអញ្ចឹងគាត់អាចញ៉ាំបានដែរសម្រាប់ចំណុចរបស់ខ្ញុំចង់បងជំរាបសួរលោកគ្រូខ្ញុំលក្ខណៈចូលមកដល់ slide របស់ខ្ញុំគឺនិយាយពី operation និង staffing plan កន្លែងហ្នឹងបានន័យថាយើងត្រូវរៀប operation ហើយនិង staffing plan មិនធ្វើមិនឲ្យវាត្រូវទៅតាម plan របស់យើងដែលយើងបានរៀបចំដូចមាន position responsibility quality question ហ្នឹងគឺយើងត្រូវរៀប
តាមលំដាប់ដោយនៃ structure របស់ហាងយើងមួយអញ្ចឹងដូចជា manager គឺគាត់respond ទៅលើគេគាត់ respond ទៅលើ oversee strategy and finance គឺគាត់ត្រូវ check មើលទៅលើពាក់ព័ន្ធនឹង financial ហើយគាត់ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ក៏ចាប់ពី2ឆ្នាំអីឡើងទៅដែរពាក់ព័ន្ធជាមួយនឹង leadership ចឹងណាហើយចំពោះ sales manager បន្ទាប់ពី manager មកគឺ sales manager អញ្ចឹង sales manager ហ្នឹងគឺគាត់ respond ទៅលើ manager sales and promotion មកន័យថាគាត់គ្រប់គ្រងផ្នែកខាងលក់គឺគាត់គ្រប់គ្រងទៅលើអ្នកលក់ជាមួយនឹងការដែលយើងមាន promotion ឬក៏អីផ្សេងហើយបន្ទាប់មកទៀតគឺនិយាយពី marketing experience ចឹងមកន័យថាកន្លែងហ្នឹងគឺគាត់ត្រូវមានជំនាញពាក់ព័ន្ធជាមួយនឹងmarketing យ៉ាងហោចណាស់ក៏ចន្លោះ1ឆ្នាំទៅ2ឆ្នាំអីដែរដើម្បីឲ្យគាត់ហ្នឹងមានបទពិសោធន៍ទៅលើការ promotion ការធ្វើ marketing អីផ្សេងដើម្បីឲ្យចំណូលយើងកើនឡើងអញ្ចឹងណាហើយចំពោះពាក់ព័ន្ធមួយ Yield operation ហ្នឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលខុកដូចក្នុងចក្រានណាគឺមានដូចជា prepare and cook food កន្លែងហ្នឹងគឺគាត់ត្រូវរៀបចំនៅក្នុងចក្រានគឺគាត់រៀបចំនៅខាងផ្នែកចម្អិនអាហារហើយគាត់ focus ទៅលើfood safety and training អញ្ចឹងមកន័យថាកន្លែងហ្នឹងគឺគាត់check ទៅលើខ្លាំងមែនទែនពាក់ព័ន្ធនឹងសុខភាពរបស់អ្នកទិញគឺគាត់ត្រូវ check ក្នុងការសម្អាតឬក៏ការធ្វើម្ហូបឲ្យវាមានអនាម័យអីផ្សេងហើយពាក់ព័ន្ធជាមួយនឹងក្រុមនឹងទៀតstructure នៅក្រុមនឹងទៀតគឺនិយាយពី cashier and service គាត់ respond ទៅលើ customer transaction service ចឹងមកន័យថាបន្ទាប់ចុងក្រោយគេមកអស់គឺពាក់ព័ន្ធមួយនឹងការគិតលុយការទូទាត់បងអីផ្សេងអញ្ចឹងនៅពេលដែលខាងអ្នករត់តុគាត់យកអាហារយកអីទៅឲ្យភ្ញៀវគឺយើងត្រូវគិតបងគិតអីឲ្យត្រឹមត្រូវគឺគាត់ respond ទៅលើ transaction ផ្សេងទាំង pay ទាំងការដែលចេញបងអីវ៉ាន់ទៅឲ្យខាងអ្នកខាងក្នុងធ្វើម្ហូបឲ្យភ្ញៀវនិងការគិតលុយការទូទាត់ប្រាក់អីផ្សេងគឺយើងត្រូវ check ទាំងអស់អញ្ចឹងនេះកន្លែងនេះគឺគេនិយាយថា cash handling skill កន្លែងហ្នឹងគឺគាត់ត្រូវមានពាក់ព័ន្ធនឹង cash handling skill មកន័យថាការទុកដាក់លុយកាក់អីផ្សេងអញ្ចឹងគាត់ត្រូវប្រយ័ត្នកន្លែងហ្នឹងមែនតើសូម slide បន្ទាប់ពាក់ព័ន្ធចូលកន្លែងនេះគឺនិយាយពី financial projection គឺកន្លែងហ្នឹងគឺនិយាយពីពាក់ព័ន្ធជាមួយនឹងការយើងគ្រប់គ្រងហិរញ្ញវត្ថុហើយអញ្ចឹងកន្លែងនេះគេដាក់250M អញ្ចឹងអាហ្នឹងគឺជា internal budget របស់យើងណាអញ្ចឹងយើងត្រូវរកលុយមិនឲ្យបាន250M ក្នុងរយៈពេលក្នុងចន្លោះឆ្នាំ2026អញ្ចឹងមកន័យថាយើងត្រូវ start up មិនធ្វើមិនយើងរកលុយប៉ុណ្ណឹងឲ្យបាននៅក្នុងភោជនីយដ្ឋានយើងដើម្បីឲ្យយើងគ្រប់ target top sale នៅក្នុងភោជនីយដ្ឋានរបស់យើងហើយកន្លែង six break even ហ្នឹងមកន័យថាproject break even ក្នុងរយៈពេល6ខែអញ្ចឹងនៅពេលដែល6ខែម្ដងគឺយើងត្រូវការ check ពាក់ព័ន្ធទៅលើ finance ពាក់ព័ន្ធទៅលើការលក់អីផ្សេងថាតើយើងបានគ្រប់ budget នៅយើងត្រូវការរៀប plan អីបន្ថែមទៀតហើយយើងត្រូវការជំរុញការលក់យើងរបៀបម៉េចប្រើ promotion ម៉េចប្រើ marketing ម៉េចដើម្បីឲ្យវាស័ក្តិសមទៅនឹងភោជនីយដ្ឋានរបស់យើងហើយយើងចំណេញបានកាន់តែច្រើនហើយកន្លែងនេះពាក់ព័ន្ធនឹង 30% cross profit ចឹងមកន័យថា30% on main product sale អញ្ចឹងមកន័យថា100% នៃ main product របស់យើងគឺយើងចាយតែ 30% ហើយ 70% ទៀតគឺជាប្រាក់ចំណេញរបស់យើងអញ្ចឹងណាហើយកន្លែងនេះគឺលេខ100 plus ហ្នឹងគឺនិយាយពី daily customer target over 100 customer without 3 months អញ្ចឹងមកន័យថាកន្លែងហ្នឹងគឺយើងត្រូវcustomer មិនឲ្យបាន100នាក់នៅក្នុងចន្លោះពេល3ខែអញ្ចឹងយើងត្រូវតែធ្វើមិនពាក់ព័ន្ធវាទៅខាង sales manager ទៀតហើយក្នុងការដែលគាត់ធ្វើ marketing ឬក៏គាត់រកភ្ញៀវបានដោយរបៀបនេះយើងមិនបាច់ចាំតាយើងភ្ញៀវ walk in ឬក៏យើងត្រូវលក់វាមិនអាហ្នឹងគឺយើងត្រូវរក target របស់យើងធ្វើមិនឲ្យបានចាប់ពី100នាក់ឡើងនៅក្នុងចន្លោះពេល3ខែបើសិនណាជាគាត់រកបានទៀតជាងហ្នឹងមកន័យថាការលក់យើងធ្លាក់ចុះយើងអាចគ្រប់ budget យើងទៅរក
250M ក្នុងរយៈពេល1ឆ្នាំចូល2026នឹងទេសូម slide បន្ទាប់ពាក់ព័ន្ធនឹងកន្លែងនេះគឺនិយាយពី promotion mix and communication អញ្ចឹងកន្លែងនេះ promotion mix យើងដឹងស្រាប់ហើយយើងធ្លាប់រៀនមកស្រាប់ហើយអញ្ចឹង promotion mix មានអីផ្សេងៗនៅខាងក្រោមនេះគឺខ្ញុំនឹងបញ្ជាក់និយាយពីadvertising ហ្នឹងគឺយើងត្រូវផ្សព្វផ្សាយមិនក្នុងការរកភ្ញៀវអញ្ចឹងយើងរាល់ថ្ងៃមនុស្សគ្រប់គ្នាគឺកាន់ទូរស័ព្ទទាំងអស់អញ្ចឹងយើងអាចធ្វើ advertising ដោយការដែលយើងផ្សព្វផ្សាយនៅក្នុង social media អីផ្សេងៗឬក៏យើង post brand អីផ្សេងៗយើងដាក់ panel ដាក់អីផ្សេងៗឬក៏យើងធ្វើរបៀបផ្លាកតាំងនៅតាមកន្លែងមួយដែលមានភ្ញៀវជិះកាត់ច្រើនអញ្ចឹងនៅពេលដែលភ្ញៀវជិះកាត់ឬក៏អ្នកទេសចរឬក៏អីផ្សេងៗគាត់ជិះកាត់គាត់ឃើញខាងយើងតំណងគាត់ច្បាស់ណាស់គាត់នឹងតាក់ទងមកខាងហាងយើងចំណុចបន្ទាប់គឺនិយាយពី direct marketing ហ្នឹងមានន័យថាយើង direct marketing ដោយផ្ទាល់ជាមួយនឹងភ្ញៀវឬក៏យើងធ្វើតាមរបៀប indirect ក៏បានដែរគឺយើងធ្វើលក្ខណៈ online marketing អញ្ចឹងណាគឺយើងធ្វើតាម WhatsApp ឬក៏ SMS promotion drive customer engagement អីចឹងផ្សេងៗអញ្ចឹងមានន័យថាយើងអាចមានវិធីរកលុយរកភ្ញៀវបានច្រើនណាស់ប៉ុន្តែស៊ីសងទៅលើសមត្ថភាពរបស់យើងឬក៏សមត្ថភាពបុគ្គលិករបស់យើងតើអាចមានសមត្ថភាពរកភ្ញៀវបានក្នុងកម្រិតណាអញ្ចឹងយើងត្រូវការtrain ពួកគាត់ដើម្បីឲ្យគាត់រកលុយទៅចូលដល់ក្រុមហ៊ុនរបស់យើងកាន់តែច្រើនចំណុចមួយទៀតគឺនិយាយពី public relation ហ្នឹងមានន័យថាយើងត្រូវមានតំណែងជាសាធារណៈអញ្ចឹងយើងត្រូវបង្កើតតំណែងវាមិនជាមួយនឹងភ្ញៀវឧទាហរណ៍ថាបើសិនណាជាយើងជាអ្នក service ឬក៏យើងជា cashier បើសិនណាជាភ្ញៀវគាត់មកកំងរបស់ញ៉ាំហើយយើងប្រើសម្ដីអត់សូវព្រោះឬក៏អីផ្សេងៗក៏គាត់អារម្មណ៍របស់គាត់ក៏វាទៅតាមនឹងដែរគាត់ចូលតែយើងតែម្ដងហើយគាត់មិនចូលកន្លែងយើងហើយគាត់ចាំកន្លែងយើងរហូតទេប៉ុន្តែបើជាគាត់ចូលម្ដងហើយគាត់លេចចង់ចូលទៀតទោះកន្លែងយើងឆ្ងាញ់បណ្ដោយប៉ុន្តែសេវាកម្មគឺមកមុនមុខម្ហូបអញ្ចឹងនៅពេលដែលយើងបង្ហាញអកប្បកិរិយានៅពេលដែលគាត់ចូលមកវាអត់សមរម្យហើយអញ្ចឹងគាត់អាចទទួលយកបានទេទោះកន្លែងនេះឆ្ងាញ់មិនក៏ដោយក៏គាត់អត់ចូលមកទៀតដែរអញ្ចឹងយើងត្រូវមានrelationship មួយភ្ញៀវបន្តិចយើងត្រូវមាន behavior របស់យើងហ្នឹងឲ្យវាសមរម្យទៅនឹងលំដាប់ហាងរបស់យើងដែរចូលមកដល់ sale promotion គឺកន្លែងហ្នឹងដូចខ្ញុំនិយាយខាងលើអញ្ចឹង sale promotion គឺយើងត្រូវធ្វើ promotion មិនឲ្យក្រុមហ៊ុនចំណេញមិនធ្វើ promotion ឲ្យក្រុមហ៊ុនខាតទេអញ្ចឹងកន្លែងណាដែលយើងគិតថាវាក្រុមហ៊ុនចំណេញកាន់តែច្រើនយើងគឺត្រូវធ្វើ promotion ហ្នឹងកាន់តែច្រើនដូចជា promotion របៀប Black Friday ឬក៏ promotion បុណ្យធំឬក៏ promotion រៀងរាល់ពេលដែលភ្ញៀវមកច្រើនដូចជាថ្ងៃសៅរ៍អាទិត្យអីផ្សេងយើងមាន promotion 5 ទៅ 10% អីហ្នឹងគឺគាត់សប្បាយចិត្តមែនតើយើងមានគូប៉ុងមានអីផ្សេងឲ្យគាត់និយាយទៅរបៀបនៃការធ្វើ promotion របស់ sale គឺគាត់មានច្រើនរបៀបមែនតើដើម្បីឲ្យភ្ញៀវជាងការភ្ញៀវញ៉ាំអាហ្នឹងគាត់ថែមអានេះឲ្យអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យភ្ញៀវបានភ្លក់រសជាតិថ្មីពីក្នុងហាងយើងដែរក្រៅពី main product របស់យើងអញ្ចឹងកន្លែងចំណុចរបស់ខ្ញុំគឺចាប់ត្រឹមហ្នឹងហើយចូលឲ្យមិត្តភក្តិខ្ញុំបន្តពីជំរាបសួរលោកគ្រូហើយយើងចូលមកដល់ចំណុចបន្ទាប់នេះគឺនិយាយអំពី conclusion and next step ពោលគឺចំណុចរបស់ខ្ញុំហ្នឹង conclusion ហ្នឹងគឺយើងសន្និដ្ឋានពីលើមកសន្និដ្ឋានពីមិត្តភក្តិយើងខាងលើមកគឺហាងរបស់យើងនៃ Street Food ហ្នឹងគឺ focus ខ្លាំងទៅលើសាច់អាំងដែលមានរសជាតិនិងគុណភាពល្អព្រមទាំងមានតម្លៃសមរម្យសម្រាប់អតិថិជនរបស់យើងក្នុងការទិញយកទៅញ៉ាំផងដែរនិងការជ្រើសរើសទីតាំងដែលមានភាពល្អប្រសើរសម្រាប់អតិថិជនរបស់យើងផងដែរដែលយើងជ្រើសរើសទីតាំងនៅទូទឹកពុំហើយយុទ្ធសាស្ត្ររបស់យើងដែលខ្លាំងនោះគឺការ promotion ផ្សេងសម្រាប់អតិថិជននិងគុណភាពសាច់របស់យើងហើយ next step នោះគឺជំហានបន្ទាប់របស់យើងគឺយើងដូចជាចោះឈ្មោះឲ្យស្របទៅនឹងច្បាប់នៅក្រសួងការងារផ្សេង
ស្វែងរក supplier ផ្សេងៗពីស្វែងរក supplier ដើម្បីផ្គត់ផ្គង់សាច់ដែលមានគុណភាពនិងបន្លែដែលក្នុងស្រុកនិងបន្លែល្អផងដែរបន្តមកទៀតយើងក៏មានការជួលបុគ្គលិកនិងចាប់ផ្ដើមយុទ្ធសាស្ត្រផ្សេងៗផងដែរហើយចូលដល់ស្លាយបន្ទាប់ស្លាយនេះនិយាយអំពីផែនការផ្សេងៗនិងផែនការដើម្បីធ្វើឲ្យយើងមានកំណើននៃការលក់របស់យើងពលគឺយើងគួរតែរកវិធីសាស្ត្រផ្សេងៗដូចជាការប្រម៉ូសិនជាដើមដែលមិត្តភក្តិខ្ញុំគាត់បានលើកឡើងពីខាងលើផងដែរព្រោះគឺការទិញមួយថែមមួយឬក៏ការជួល influencer ផ្សេងៗដើម្បីផ្សព្វផ្សាយនៅក្នុង social media និងការប្រម៉ូសិន Black Friday អីជាដើមហើយចូលមកដល់ slide បន្ទាប់slide នេះនិយាយអំពី operation focus and location ពលគឺម៉ោងដែលយើងដាច់ជាងគេគឺភាគច្រើនគឺម៉ោងបាយថ្ងៃត្រង់និងពេលល្ងាចជាពិសេសពេលល្ងាចនោះគឺអ្នកជាពិសេសសិស្សសាលានិងអ្នកធ្វើការគាត់សម្រាប់ពេលល្ងាចចង់ហើយការលក់របស់យើងក៏កើនឡើងតាមនឹងជាពិសេសនោះគឺពេលល្ងាចតែម្ដងហើយការជ្រើសរើសទីតាំងរបស់យើងគឺនៅចំផ្សារនិងតំបន់ពាណិជ្ជកម្មដែលមានភាពងាយស្រួលក្នុងការលក់ផងដែរហើយចំណុចខ្ញុំអស់ហើយចូលដល់មិត្តភក្តិខ្ញុំជាអ្នកបន្តហ្នឹងហើយចូលជំរាបសួរលោកគ្រូនិងសិស្សស្រីមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះដាលីហើយខ្ញុំនឹងមកបន្តពីslide បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំដែលចំណុចរបស់ខ្ញុំគឺនិយាយពីequipment and staff fee មានន័យថាគ្រឿងឧបករណ៍បរិក្ខារហើយនិងបុគ្គលិកនៅចំណុចហ្នឹងគឺគេចង់និយាយពីទី1តកតងទៅនឹងគ្រឿងបរិក្ខារមានកន្លែងដុតកន្លែងអាំងសាច់អីចឹងទៅមានទូទឹកកកនិងកន្លែងរៀបចំអាហារប្រកបដោយវិជ្ជាជីវៈមានន័យថានៅពេលដែលយើងមានអាជីវកម្មមួយយើងត្រូវតែមានគ្រឿងឧបករណ៍អត់លឺ ជាតិសេវាកម្មហើយនឹងតែ3
ជាច្រើនហើយសម្រាប់កម្មករដែលតម្លៃនេះបើសិនទៅគឺយើងច្រើនចូលមកខាងយើងណាទៅដល់ចំណុចតទៅគឺសង្ស្័យទៅ Start talk together. Age of functions overview the computer age of chỉ là tương đối thư chuẩn bị hai được tôi thử một năm nay tôi nói chuyện sẽ được cái chỗ nó just the nature of the conversation anh chỉ được cam anh lúc đó cứ Trung Quốc thì hiện tại đang trong những phải mà vì tất cả không lâu thôn thiên mình cứ cảm thấy hay là ca và được gọi là lời phong can from của lời phong can là bài chơi quan trọng thì bây cứ để tổng employee advocate đó cứ các ca bị bất lực các bị bất lực đó trong năm hai cái thứ nhất làភាពbị thua và giả ca kia và chừng nhận được một lần nên là tôi đây viên còn ở là viên phải nhận hai chân viên cô thầu bị thua phải giả ca bị động còn thứ nhận đại ở bệnh viên một đài chân cho là cho là bay cứ để tâm Open your site cho nên thì bây giờ strategy partner đại thu thì trong site nhưng dân phải cái này một đa là chi một cái hay là cao một hay là cái tôi là tổng lãng gồm cam bọc dừa hay dân cam ở biết cái cuộc chơi chung người dân ở đại thu chi một cam bọc dừa hay dân ở đi thôn thiên mình mới khai một đợt ra để dân anh ta một cuộc chơi những cái mà thì muốn train mà để cho mình theo mình thì mình nó cứ ca thuộc trong ca lạc đầu này ca bằng ca để mấy ca vào đầu và đạt một cái lớp xâm nhập ở iPod thì một khuôn tên là chỉ một cam bầu những hai bởi quạt thuaอย่างนั้น iPod มีคลิปในบัดดัดที่เราจะนัดมุดเย็ดส้มไส้ไปตัวการบัดดัดพื้นที่ต้องแต่ละ organizational structure แต่ละรจนาสัมพันธ์สถาบันในครั้งนั้นគឺមានចំណុចសំខាន់ចំនួន5ទី1គឺ manager ទី2គឺ sales manager ទី3គឺជា kitchen supervisor courier operator ហើយនឹងចំណុចទី4គឺ cashier and customer service ចំណុចនេះទៅចំណុចទាំង5ហ្នឹងគឺសុទ្ធតែជារចនាសម្ព័ន្ធនៅក្នុងអាជីវកម្មរបស់យើងមួយដែលយើងត្រូវតែមានបើមិនជាយើងអត់មានរចនាសម្ព័ន្ធទាំង5ហ្នឹងឲ្យច្បាស់លាស់ទេអាជីវកម្មរបស់យើងក៏អត់ដើរទៅមុខដែរចឹងចំណុចរបស់ខ្ញុំអស់ហើយសូមបន្តឲ្យមកខ្ញុំបន្តទៀត ឥឡូវមកចាំslide ព័ត៌មាននិយាយពី business model target market ហ្នឹងហើយកន្លែងពួកម៉ាក់ខ្ញុំគាត់ជាក់ច្រើនដងមួយហើយគាត់ថាហើយតែខ្ញុំចង់បញ្ជាក់ទៀតហ្នឹងគឺសម្រាប់រំលឹកថា business យើងគឺដោតសំខាន់បំផុតទៅលើគុណភាពហ្នឹងហើយគុណភាពតម្លៃឈានមកគេនៅតំបន់ទូទៅ ហើយ target audience យើងហ្នឹងគឺតាក់ទងទៅនឹងtarget customer ដែលយើងតាក់ទាញភេទភ្ញៀវបែបម៉េចហ្នឹងហើយកម្មករពេលយកបុគ្គលិកសិស្សានុសិស្សអ្នកដែលចូលចិត្តញ៉ាំអាហារបែប authentic រសជាតិបែបដើមរសជាតិបែបជាខ្លួនឯងបែបជា unique ហ្នឹងហើយត្រូវហើយហ្នឹង
ជាអ្វីយើងអាចផ្ដល់ជូនមកលើអតិថិជនរបស់យើងចំណុចកាន់មួយទៀតគឺ sales manager role សំខាន់ដែរធម្មតាទេក្រុមហ៊ុនមួយគឺ manager គាត់ដើរតួនាទីខ្លាំងណាស់ទាំងអស់ហើយក្រុមហ៊ុនជោគជ័យឬបរាជ័យគឺស្ថិតទៅលើ sales manager ហ្នឹងហើយ responsibility របស់គាត់មាន 4 ធំមួយគឺអនុវត្តគោលនយោបាយឬចិត្តសាស្ត្រផ្សេងទៅលើ customer relation ដែលយើងបានបញ្ជាក់ឲ្យគឺតែតំណែងជាមួយនឹងអតិថិជនមិនមែនតំណែងទៅលើអតិថិជនទេលើពីនេះទៅទៀតអាចតំណែងជាមួយនឹងសាធារណជនដូចជាការចែកអាហារ free ដល់មន្ទីរពេទ្យកុមារកំព្រាឬជនអនាថាយើងផុសលើ social media កាលណាបើគេឃើញ image អញ្ចឹងតែក្រុមហ៊ុនចូលរួមសង្គមគេហៅថា CSR គឺ core responsibility ខ្ញុំមិននិយាយអីច្រើនឡើងទេគាត់និយាយថាក្រុមហ៊ុននេះគឺគាត់មុនទីមួយគឺចេះជួយសង្គមដល់ពេលអញ្ចឹងអតិថិជនគាត់ចូលចិត្តក្រុមហ៊ុនបែបអញ្ចឹងក្រុមហ៊ុនដែលចេះភ្ញាក់លើជួយសង្គមមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេថ្ងៃទី2គឺ supervisor setting and OC assistant ហ្នឹងហើយកន្លែងហ្នឹងអត់មានអីច្រើនទេគឺតែទៅលើរបាយការណ៍រ៉ែវត្ថុហ្នឹងហើយគឺត្រូវតែច្បាស់លាស់មិនមានពើពុករលួយលួចកេងលុយរបស់ក្រុមហ៊ុនទី3គឺតែទៅនឹង implement promotion ហ្នឹងគឺតែទៅនឹងអនុវត្តការធ្វើ promotion នានានិងអ្វីដែលពិសេសទៅទៀតហ្នឹងគឺគាត់មានតួនាទីគ្រប់គ្រង stock inventory មិនថាមិនដូចទៅផ្សារទំនើបគេ stock អីវ៉ាន់អីទេបីតែក្រុមហ៊ុនសាច់អាំងមួយតែមានអីវ៉ាន់មិនច្រើនទេប៉ុន្តែត្រូវការ stock ដែរបើមិនរៀបចំឲ្យបានច្បាស់លាស់ទេយើងដឹងហើយអាចជាបាត់បន្លែបាត់ថៃសាច់បាត់គឺផ្សំអីផ្សេងយើងអត់ដឹងយើងអត់ទុកបុគ្គលិកតែគាត់លួចច្រឡំកັບកេងក្រុមហ៊ុនដែរមិនឃើញទេ stock ហ្នឹងសំខាន់ណាស់បើ control អត់អន់ទេបាត់ដៃបាត់ជើងទី4ហ្នឹងហើយគឺ maintain sale record គឺថាអូរយើងកំណត់ថ្ងៃហ្នឹងលោកបាន1000ហើយយើងទៅបាន3ហើយតែសតតែ1ម៉ោងទៀតចប់ហើយយើងត្រូវដាក់ទឿនបុគ្គលិកឲ្យសេវាកម្មហ្នឹងមិនខ្លះរហ័សរហួនយើងចូលមកឲ្យមានតុអង្គុយមានអីកុំឲ្យគាត់រងចាំយូរពេកតែគាត់យូរពេកគាត់អាចខឹងគឺគាត់អាចពេញទៅក្រៅយើងនឹងបាត់បង់ឱកាសលុយកាក់តែបានជនគាត់ចាក់ចេញពីយើងហ្នឹងហើយហើយតើទៅនឹង ensure policy compliance ហ្នឹងក៏ដូចគ្នាខ្ញុំចូលមកកាន់ចំណុចមួយទៀតគឺ sales manager qualification ចំណុចនេះគឺ qualification របស់ manager គឺគុណភាពរបស់ manager ទី1ត្រូវមានបញ្ញាបត្រឬក៏សញ្ញាបត្រអនុបណ្ឌិតអានេះវាថាយើង HR ហើយយើងទាមទារ qualification របស់ sales manager ហ្នឹងដើម្បីគាត់ខ្លាចជា sales manager បាននៅក្នុងក្រុមហ៊ុនហ្នឹងគាត់ត្រូវរៀនផ្នែក business ឬក៏ marketing ហ្នឹងមានបទពិសោធន៍2ឆ្នាំឡើងទៅនៅក្នុងឧស្សាហកម្មហូបអាហារហ្នឹងហើយមាន strong relationship មានថាមាន soft skill ទៅនឹង communication ហ្នឹងឬ customer service ហ្នឹងគឺតែសេវាកម្មអតិថិជនគឺល្អបទពិសោធន៍ល្អខ្ពស់ហើយនឹង professional in cash handling ហ្នឹងហើយចេះផ្នែក cashier ផ្នែកលុយកាក់គណីហ្នឹង market analysis ទីផ្សារពីតម្លៃទីផ្សារ return គាត់ព្រមទី sales manager មួយមែនចេះតែគ្រប់គ្រងមួយយ៉ាងគាត់ទេគាត់ធ្វើច្រើនណាស់ប្រហែលប្រាក់ខែហ្នឹង4-5 ជំនាញក្នុងពេលតែមួយហ្នឹងហើយឥឡូវយើងចូលកាន់ grow and plan ទីមួយគឺយើងមិនមែនជាក្រុមហ៊ុនមួយដែលបង្កើត channel អីទេប៉ុន្តែគឺយើងបង្កើត location មួយខ្លួនឯងផ្ទាល់គឺ location ដែលយើងនឹងបង្កើតហ្នឹងគឺ expand location ហ្នឹងគឺយើងនឹងបង្កើតក្រុមហ៊ុនបែបសាច់អាំងនេះទៀតនៅតំបន់ដែល BC គឺអញ្ញាបែបទេសចរគេមកច្រើនដូចនៅសៀមរាបនៅបារនៅអីចឹងណា
ទី2គឺយើងនឹងធ្វើឲ្យមីនុយរបស់យើងមានមុខងារកាន់តែមានភាពចម្រុះលក្ខណៈថាញៀវមិនទទួលអ្វីដែលដែរគឺពួកគាត់នឹងទទួលបានអ្វីថ្មីជារៀងរហូតតាមរយៈការ design និង innovation បង្កើតថ្មីជារៀងរាល់ខែមកនុយនឹងប្រកបដោយសុខភាពហ្នឹងណាគឺ finance model ចំណុចទី3គឺយើងនឹងបង្កើត franchise ហ្នឹងហើយបើសិនយើងជោគជ័យយើងនឹងបង្កើត franchise គឺតាមរយៈការលក់រមន្តសាច់អាំងការដេកនៅក្នុងហាងការគ្រប់គ្រងនានាយើងមិនបញ្ជាក់ទេថាតម្លៃ franchise លក់ប្រហែលប៉ុន្តែនេះគឺជាគំរូនៃការលក់ franchise មិនមែនលក់តែឈ្មោះទេតែយើងលក់បច្ចេកទេសលក់ការរចនាផ្សេងហ្នឹងហើយណាបាទចូលមកដល់ឈានទីបញ្ចប់នៃក្រុមរបស់ខ្ញុំខ្ញុំសូមអរគុណលោកគ្រូនិងអ្នកនរគ្នាដែលបានធ្វើបទបង្ហាញមួយនេះសូមអរគុណច្រើនបាទ